នៅក្នុងរឿងសាមកុកប្រសិនបើយើងនិយាយអំពីបងប្អូនល្អនោះយើងនឹងនឹកឃើញទៅដល់បងប្អូនលាវគួនចាងប៉ុន្តែយើងភ្លេចក្រឡេកមើលទំនាក់ទំនងល្អរវាងឆាវនិងឆាវយិនថ្ងៃនេះខ្ញុំមកនិយាយអំពីទំនាក់ទំនងបងប្អូនល្អរវាងឆាវនិងឆាវយិននៅក្នុងរឿងប្រវត្តិសាស្ត្រនិងរឿងប្រលោមលោកសាមកុកទំនាក់ទំនងរវាងឆាវនិងឆាវយិនគឺជាគំរូនៃភាពស្មោះត្រង់និងការទុកចិត្តគ្នាបំផុតរវាងបងប្អូននិងរវាងមេទ័ពនិងមេដឹកនាំ1ឈាមជ័រនិងការទុកចិត្តគ្នាឆាវយិនគឺជាប្អូនជីដូនមួយរបស់ឆាវនៅក្នុងសម័យសង្គ្រាមការមានសាច់ញាតិដែលពូកែខាងសឹកសង្គ្រាមគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតឆាវតែងតែផ្ដល់តំណែងសំខាន់និងទុកចិត្តឲ្យឆាវយិនកាន់កាប់តំបន់យុទ្ធសាស្ត្រសំខាន់ព្រោះលោកដឹងថាឆាវយិននឹងមិនក្បត់លោកឡើយ2ឆាវយិនជាខែលដ៏រឹងមាំរបស់ឆាវប្រសិនបើឆាវគឺជាដាវដែលវាយលុកយកទឹកដីនោះឆាវយិនគឺជាខែលដែលការពារទឹកដីសមរភូមិហ្វានឈឹងឆាវយិនបានបង្ហាញពីភាពស្មោះត្រង់និងការតស៊ូដ៏អស្ចារ្យក្នុងការការពារក្រុងហ្វានឈឹងទប់ទល់នឹងការវាយលុករបស់គួនអ៊ីទោះបីជាត្រូវទឹកជំនន់លិចក្រុងក៏ដោយការការពារនេះបានជួយសង្គ្រោះអាណាចក្ររបស់ឆាវពីគ្រោះថ្នាក់3ការយល់ចិត្តនិងការគោរពវិន័យឆាវយិនកាលពីក្មេងជាមនុស្សឆេវឆាវប៉ុន្តែក្រោយមកបានក្លាយជាមេទ័ពដែលគោរពវិន័យយ៉ាងតឹងរ៉ឹងតាមការណែនាំរបស់ឆាវធ្លាប់សរសើរឆាវយិនថាជាមេទ័ពគំរូសម្រាប់អ្នកដទៃទំនាក់ទំនងរបស់ពួកគេមិនមែនត្រឹមតែជាមនោសញ្ចេតនាបងប្អូននោះទេប៉ុន្តែថែមទាំងមានការគោរពគ្នាលើសមត្ថភាពការងាររៀងខ្លួនទៀតផង4ភាពស្មោះត្រង់មិនប្រែប្រួលពេញមួយជីវិតរបស់ឆាវយិនលោកបានលះបង់កម្លាំងកាយចិត្តដើម្បីជួយស្ថាបនានគរអ៊ុយឲ្យបងប្រុសលោកមិនដែលទាមទារអំណាចលើសពីអ្វីដែលបងប្រុសផ្ដល់ឲ្យឡើយហើយតែងតែនៅក្បែរឆាវទាំងក្នុងពេលជោគជ័យនិងបរាជ័យទំនាក់ទំនងរវាងឆាវនិងឆាវយិនគឺជាការរួមបញ្ចូលគ្នារវាងសាច់ញាតិជិតស្និទ្ធនិងដៃស្ដាំដ៏ចំណានបើគ្មានការការពារដ៏រឹងមាំពីសំណាក់ឆាវយិននោះទេឆាវក៏ប្រហែលមិនអាចពង្រីកអំណាចបានយ៉ាងរឹងមាំបែបនេះដែរ